មនុស្សរឹងមាំភាគច្រើនគឺខ្សត់ការលើកទឹកចិត្តខ្លាំងណាស់មានខូនមកឃ្លាគេនិយាយថាដើមឈើមួយដែលផ្ដល់មលប់ឲ្យគេខ្លួនវារមែងតែងតែឈរនៅហាលក្តៅហើយខ្ញុំក៏ឃើញខូនមួយដែរដែលគេនិយាយថាដើមឈើដែលនៅហាលក្តៅភាគច្រើនគឺជាដើមឈើដែលរឹងមាំបំផុតដូចគ្នាវាដូចជាមនុស្សយើងដែរនៅពេលដែលយើងរឹងមាំបំផុតគឺយើងខ្សត់ការលើកទឹកចិត្តការលួងលោមការថ្នមបីនឹងគឺមិនសូវមានទេអ្នកខ្លះក៏រអ៊ូថាធ្វើការជាមួយគេមិនសូវលើកទឹកចិត្តរស់នៅជាមួយគេមិនសូវលើកទឹកចិត្តហើយដើរហើរជាមួយគេមិនសូវទ្រគេមិនសូវលួងលោមហើយអញ្ចឹងមកអង្គុយអន់ចិត្តយើងត្រូវដឹងថាធ្វើជាមនុស្សកុំរស់ពឹងអារម្មណ៍របស់អ្នកដទៃជាដាច់ខាតកុំអង្គុយចាំឲ្យគេលើកទឹកចិត្តយើងកុំអង្គុយចាំឲ្យគេមកលួងលោមយើងបើយើងអង្គុយចាំឲ្យតែគេលើកទឹកចិត្តយើងចុះបើថ្ងៃណាមួយអ្នកដែលលើកទឹកចិត្តយើងនឹងគាត់ស្លាប់បាត់ទៅតើយើងត្រូវស្លាប់ទៅតាមគាត់ដែរឬយ៉ាងម៉េចបើសិនជាយើងបានជួបអ្នកដែលប្រកែលើកទឹកចិត្តអ្នកដែលប្រកែផ្ដល់កម្លាំងចិត្តឲ្យយើងវាជាសំណាងធំមួយរបស់យើងហើយប៉ុន្តែបើរកមិនឃើញមនុស្សទាំងអស់ហ្នឹងទេក៏មិនត្រូវស្លាប់កាឡាដែរគេមិនលើកទឹកចិត្តយើងត្រូវចេះលើកទឹកចិត្តខ្លួនឯងគេមិនឲ្យកម្លាំងចិត្តយើងទៅផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងធ្វើការងារមួយជោគជ័យហ៊ានអបអរខ្លួនឯងហ៊ានមោទនភាពលើខ្លួនឯងទិញកាដូជូនខ្លួនឯងទិញរបស់ដែលខ្លួនឯងស្រឡាញ់ធ្វើល្អដាក់មនុស្សនៅជុំវិញខ្លួនហ៊ានចែកទានរៀនជំរុញខ្លួនឯងឲ្យដើរតាមក្តីសម័យរបស់ខ្លួនឯងដែលចង់ធ្វើហើយរៀនរក្សាជំហរខ្លួនឯងឲ្យរឹងមាំចាំថាគ្មានអ្នកណាមកលួងលោមយើងរហូតទេគេក៏មានបញ្ហាផ្ទាល់ខ្លួនគេដែលត្រូវដោះដូរគ្នាអញ្ចឹងពីថ្ងៃនេះទៅរៀនចាត់ចែងជីវិតខ្លួនឯងជារឿយទៅយើងរឹងមាំព្រោះយើងមិនចង់ធ្វើខ្លួនឲ្យជាបន្ទុករបស់អ្នកណាទេប៉ុន្តែបើយើងរឹងមាំបានយើងក៏អាចคล้ายទៅជាម្លប់និងជាប្រយោជន៍ដ៏សំខាន់បំផុតរបស់ខ្លួនឯងនិងគ្រួសារទាំងមូលផងដែរបើគិតថាវីដេអូនេះល្អសូមចែករំលែកវីដេអូនេះទៅកាន់អ្នកដទៃទៀត